Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាគបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលៀងវូដែលជាភាគទី152របស់យើងចាប់ផ្ដើមនៅខ្សែរឿងបន្ទាប់ពីអាឡាតស៊ឺមូបានហៅនៅជីនធានឲ្យមកមើលអសរនៅលើសសរដ៏ធំមួយនោះដែលធ្វើឲ្យគាត់ក៏បានប្រើប្រាស់ធម្មពលបាញ់ទៅលើលេខឡើងជាមួយនឹងក្បួនម្យ៉ាងផ្ទុះចេញបន្តិចខ្សែភាគជាមួយនឹងធម្មពលទៅលើសសរផ្សេងទៀតជំរាបនៅស្នឹមដែលបានជាប់រួមមើលឆ្នាំឲ្យប្រែក្លាយទៅជាអសរជាច្រើនបន្ទាប់ពីឃើញបែបនោះជីនធានបានលល់មកថាបច្ចេកទេសព្រះនេបេដងដល់អត្រាជាងឡាគាត់ក៏បានប្រាប់ថាច្បាប់ព្រះពុទ្ធសាសនារាប់ពាន់បានវិលត្រឡប់ទៅអាណាចក្រទាំង5វិញដោយសារតែពាក្យបាលីទាំងអស់នេះលើពីសមត្ថភាពរបស់ព្រះសង្ឃធម្មតាពេលនោះផងដែរក៏មាននៅព្រះសង្ឃអាចារ្យមួយអង្គបានចំណាយពេលពេញមួយជីវិតរបស់គាត់ដើម្បីសិក្សាអំពីឯកភាពនៃច្បាប់ទាំងអស់នេះប៉ុន្តែភ្លាមៗគាត់ក៏បានបាត់ខ្លួននៅពេលដែលគាត់ហ៊ាននឹងសម្រេចនៅភាពដ៏អស្ចារ្យនេះហើយព្រះសង្ឃអង្គនោះត្រូវតែជាព្រះចៅអធិរាជដោយឈិនធានគាត់ក៏បានលើកឡើងថាចាប់តាំងពីខ្ញុំបានស្ទាត់ជំនាញជាមួយនឹងបច្ចេកទេសព្រះហើយនឹងបិសាចមកខ្ញុំស្ទើរតែមិនអាចបណ្ដេញអំណាចព្រះហើយនឹងអំណាចបិសាចបានទេប្រហែលជាពេលនេះខ្ញុំអាចបង្កើតនៅរបបកំហើញថ្មីជាមួយនឹងបច្ចេកទេសមួយនេះបានអធិរាជជាងឡៅគាត់ក៏បាននិយាយបន្តការអនុវត្តបច្ចេកទេសនេះសង្កត់ធ្ងន់លើមូលដ្ឋានគ្រឹះនៃធម៌ព្រះពុទ្ធសាសនាដូច្នេះអ្នកត្រូវតែចំណាយពេលច្រើនបន្តិចហើយក្នុងការយល់ដឹងហើយកុំសូត្រធម៌ឬក៏គោរពបូជាព្រះពុទ្ធឡើយដោយសារតែវាគ្មានប្រយោជន៍សម្រាប់អ្នកនោះទេឈិនធានបន្ទាប់ពីយល់ពីការនិយាយរបស់អធិរាជជាងឡៅហើយគាត់ក៏បានអង្គុយចុះខ្ញុំក៏ចង់ដឹងដែរថាវាមានប្រយោជន៍ឬអត់ដូច្នេះខ្ញុំត្រូវតែសាកល្បងវាទើបបានដឹងច្បាស់ស្រូបទាញយកនៅអក្សរធម៌ជាច្រើនដែលនៅលើសសរក្រឡេកមកខាងក្រៅប៉មវិញយើងក៏បានឃើញពលឺចាំងចេញពីចំណុចកណ្ដាលបង្ហាញខ្លួនមកជាមួយនឹងកម្លាំងធម្មពលដ៏ខ្លាំងក្លាដែលគាត់គឺជាមនុស្សនៃរាជវង្សយិនយ៉ាងអំណាចធម្មពលរបស់ខ្ញុំដែលបានបន្សុទ្ធតាមរយៈប៉មវិញ្ញាណតាមពិតទៅវាបានកើនឡើងខ្លាំងជាងមុនទ្វេដងដំបូងឡើយខ្ញុំធ្លាប់គិតថាបេក្ខជនខ្លាំងៗទាំងអស់នោះពិតជាអស្ចារ្យណាស់ហើយឥឡូវនេះវាហាក់ដូចជាធម្មតាសម្រាប់ខ្ញុំតែប៉ុណ្ណោះប្រសិនបើខ្ញុំមានកម្លាំងធម្មពលខ្លាំងក្លាបែបនេះតាំងពីពេលមុនមកខ្ញុំនឹងជន់ឈ្លីពួកគេនៅក្រោមបាតជើងរបស់ខ្ញុំតាំងពីយូរមកហើយខណៈពេលនោះមនុស្សម្នាក់នៃរាជវង្សស៊ឺយ៉ាក៏បានបង្ហាញខ្លួនធ្វើឲ្យពួកគេក៏មិនចាំយូរដែរជាមួយនឹងកម្លាំងធម្មពលថ្មីរបស់ពួកគេបានទប់រងគ្នាបន្តិចធ្វើឲ្យបារ៉ូម្នាក់នៃរាជវង្សយិនយ៉ាងក៏ត្រូវបានខ្ទាបប៉ាំងមកខាងក្រោយភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះគឺជាកម្រិតស្ដេចយុទ្ធជនដំណាក់កាលទី9ក្រឡេកទៅមួយខាងទៀតចំហាយនៃធម្មពលតកដ៏ខ្លាំងក្លាក៏បានរាលដាលចូលមកលេចចេញជាប្រឡាស្រួយៗភ្ជួងទៅរកគេនឹងហើយគឺជាបច្ចេកទេសរបស់កញ្ញាលូស៊ីដែលពេលនោះនាងក៏បានដើរចូលមកធ្វើឲ្យបារ៉ូម្នាក់នោះបានលល់មកថាចំហាយនៃកម្លាំងធម្មពលឈីរបស់នាងពិតជាត្រជាក់ខ្លាំងណាស់តើនាងមាននៅខ្សែឈាមប្រភេទអ្វីទៅថយទៅខាងក្រោយពីបេជំហានបុកជាមួយនឹងជាលាវសឹងក្រឡេកទៅគាត់ក៏បានប្រន់នៅកែវភ្នែកស្រូបទាញយកបារ៉ូម្នាក់នោះចូលទៅក្នុងសមុទ្រវិញ្ញាណរបស់គាត់ឃើញតែចំហាយធម្មពលដើរដ៏ធំសម្បើមរបស់ជាលាវសឹងកំពុងតែវាប្រហារទៅរកគេប៉ុន្តែនេះគ្រាន់តែជាការសម្លុតបន្តិចបន្តួចតែប៉ុណ្ណោះភ័យខ្លាចយ៉ាងខ្លាំងធ្វើការគោរពរួចហើយក៏បានថយទៅខាងក្រោយភ្លាមនោះផងដែរគេក៏ត្រូវបានរងសម្ពាធនៃចំហាយធម្មពលដ៏ខ្លាំងក្លាចុះមកដោយសារតែជើងខ្លាំងទាំងពីរកំពុងតែប្រើប្រាស់នៅកម្លាំងធម្មពលដ៏ខ្លាំងក្លាទប់រងគ្នាធ្វើឲ្យបារ៉ូបេតមុខម្នាក់នោះក៏បានក្អួតឈាមចេញពីមាត់បន្ទាប់ពីពួកគេបានចេញពីប៉មវិញ្ញាណមកវិញហើយអ្វីបានជាម្នាក់ពោពេញទៅដោយកម្លាំងធម្មពលខ្លាំងក្លាបែបនេះប្រសិនបើខ្ញុំមានឱកាសឡើងទៅដល់ជនកំពូលអំណាចធម្មពលខ្លាំងក្លាទាំងអស់នឹងឃ្លាក្នុងកំណាប់ដៃរបស់ខ្ញុំដោយចំហាយនៃធម្មពលក៏បានផ្សាយភាយចេញពីជាន់ទី10ពួកគេបាននឹងថាវូឈិនបានចេញមកហើយប៉ុន្តែគាត់បានបង្ហាញខ្លួនសាបគ្មានកម្លាំងធម្មពលខ្លាំងក្លាដូចគេនោះទេបន្ទាប់ពីឃើញបរិយាកាសស្ងប់ស្ងាត់ចង្ឡៃគាត់ក៏បានសម្លឹងមើលឆ្វេងស្ដាំបន្តិចពេលនោះព្រះនាងយីងក៏បានបង្ហាញខ្លួនពីខាងក្រោយមើលទៅចំហាយនៃធម្មពលរបស់គេគឺធម្មតាប្រហែលជាការដាំដុះធម្មពលខាងវិញ្ញាណរបស់គេមានប្រសើរឡើងនោះទេវាហាក់បីដូចជាពិធីមួយទឹកខាងវិញ្ញាណរបស់នេះត្រូវបានបរាជ័យពេលនោះអាឡាត់ស៊ីមូក៏បានបង្ហាញខ្លួនតាមពិតទៅនាងគឺជាអ្នកបម្រើទុយរបស់ចៅហ្វាយរបស់ខ្ញុំហើយអ្វីបានជាហ៊ាននិយាយជាមួយនឹងចៅហ្វាយបែបនេះតើនាងមានភាពក្លាហានបែបនេះមកពីណាបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យព្រះនាងយីងក៏បានខឹងយ៉ាងខ្លាំងហើយស្វែងរកសេចក្តីស្លាប់ហើយបាញ់ចេញជាមួយនឹងធម្មពលដ៏ខ្លាំងក្លារបស់នាងវាប្រហារចូលទៅពេលនោះឈិនធានក៏បានក្រវាដៃទប់រងតែបន្តិចធ្វើឲ្យធម្មពលរបស់នាងក៏បានបែកខ្ចាយញញឹមហើយនិយាយថាគ្រាន់តែមិនបានឃើញនាងអស់រយៈពេល2 3ថ្ងៃតែប៉ុណ្ណោះតែនាងបានភ្លេចអ្វីៗទាំងអស់ដែលបាននិយាយនឹងធ្វើចំពោះខ្ញុំហើយឬនៅពេលនេះផងដែរនាងខឹងរឹតតែខ្លាំងឡើងនោះគឺដោយសារតែនាងបានធ្វើឲ្យវេទមន្តវង្វក់របស់ខ្ញុំឡងចូលមកខ្ញុំវិញទះចេញដុំធម្មពលជាច្រើនវាប្រហារទៅរកឈិនធានគេចោះគេឡើងបន្លាស់ទីចូលមកចាប់ដៃរបស់នាងជាប់នោះគឺដោយសារតែនាងបានប្រើវេទមន្តវង្វក់ចង់គ្រប់គ្រងខ្ញុំដូច្នេះរឿងដែលបានកើតឡើងទាំងអស់វាមិនមែនជាកំហុសរបស់ខ្ញុំនោះទេឬមួយក៏ការនិយាយរបស់ព្រះនាងទាំងអស់គឺជាការពិតបន្ទាប់ពីស្ដាប់ឮបែបនោះនាងរឹតតែឈ្នះឡើងថយមកខាងក្រោយមកផ្ទុះធម្មពលរបស់នាងប្រើប្រាស់ជាមួយនឹងបច្ចេកទេសសោប្រលឹងស្នេហ៍ក្រវែងវាចេញទៅជាចំហាយធម្មពលជាច្រើនបន្ទាប់ពីឃើញបែបនោះឈិនធានក៏បានបញ្ចេញដៅរបស់គាត់ចាក់បញ្ចូលធម្មពលកាប់ចេញទៅទប់រងខ្វាយឡើងផុងផាំងផ្ទុះទៀងឡើងហុយជោគខ្ញុំនៅតែចូលចិត្តពាក្យរបស់នាងហៅខ្ញុំថាលោកម្ចាស់ប៉ុន្តែពេលនេះមិនគួរឲ្យស្រឡាញ់ដូចមុនទេដែលធ្វើឲ្យព្រះនាងយីងពេលនេះឡើងឆេះដុំតែម្ដងហក់ឡើងទៅខាងលើបញ្ចេញនៅពិនបុរាណរបស់នាងឡើងមកផ្ទាត់វាចេញជាចំហាយធម្មពលជាច្រើនវាប្រហារចុះទៅរកឈិនធានម្ដងនេះខ្ញុំនឹងសម្លាប់នេះហើយភ្លាមនោះផងដែរយើងក៏បានឃើញមេដឹកនាំនៃនិកាយតើបានបង្ហាញខ្លួនជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លាឈប់ភ្លាមទីនេះគឺជាប៉មវិញ្ញាណនៃដែនដីបរិសុទ្ធហើយអ្វីបានជាហ៊ានរញ៉េរញ៉ៃនៅទីនេះដោយរបៀបណាវូឈិនតើនេះមិនទាន់ដាក់ខ្សែឈាមរបស់នាងមួយណាឲ្យភ្ញាក់ឡើងមកវិញមែនទេហើយពេលនោះមានមនុស្សប្រុសស្រីបានសឹកសៀវគ្នាថាដូច្នេះវូឈិនតើគេមានបញ្ហាអ្វីទៅដោយឈិនធានក៏បានធ្វើការគោរពទៅមេដឹកនាំនិកាយបាទគឺនៅទេខ្ញុំទៅតែទទួលបាននៅបច្ចេកទេសមួយនៅជាន់ទី10ដែលធ្វើឲ្យលោកមេដឹកនាំនិកាយគាត់ក៏បានក្រវីក្បាលពិតជាគួរស្ដាយណាស់ដោយបារ៉ូមែនមុខគេក៏បានលើកឡើងថាការផ្ដល់សិទ្ធិពិសេសឲ្យគេឡើងទៅជាន់លើវាពិតជាខ្ជិះណាស់ដោយនារីម្នាក់ដែលនៅក្បែរនឹងក៏បានបន្ថែមខ្ញុំក៏ចង់ឃើញនៅលើសៃវៀនចុងក្រោយនៅថ្ងៃស្អែកដែរតើវូឈិនក៏អាចទ្រាំទ្របានប្រមាណស្និតហើយសៃរឿងក៏បានកាត់មួយថ្ងៃថ្មីនៅក្នុងសៃវៀននៃការប្រកួតបេក្ខជនខ្លាំងៗចូលរួមប្រកួតនៅក្នុងថ្ងៃនេះពិតជាច្រើនណាស់តើបេក្ខជននៃអាណាចក្រណាដែលអាចទទួលជ័យជំនះលេខ1បានវាច្បាស់ណាស់ប្រកាសជាកាំងធានសៀវជាស្ដែងគឺកម្លាំងរបស់គាត់លើសពីអ្នកគ្រប់
គ្រប់គ្នាគាត់ប្រកាសជានឹងឈ្នះជើងឯកជាមួយនឹងស្នេហ៍ដ៏ខ្លាំងក្លារបស់គាត់ពេលនោះបរិម្នាក់ក៏បានងាកមកខ្ញុំគិតថាគឺជាវូឈិនដោយសារតែគាត់គឺជាមនុស្សតែម្នាក់គាត់ដែលបានឆ្លងកាត់ការធ្វើតេស្តសាកល្បងកម្រិតខ្ពស់ដោយស្ត្រីម្នាក់នៅក្បែរនឹងក៏បានអស់សំណើចបន្តិចពួកអ្នកមិនទាន់ដឹងអំពីពិធីមួយទឹកមែនទេការដាំដុះធម្មពលខាងវិញ្ញាណរបស់គេដែលបានចូលទៅក្នុងប៉មនឹងត្រូវបានកើនឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពីចេញពីខាងក្នុងប៉មវិញប៉ុន្តែមានតែវូឈិននោះទេដែលគ្មានការផ្លាស់ប្ដូរអ្វីទាំងអស់ប្រពន្ធមុតក៏បានលើកឡើងបន្ថែមថាត្រូវឲ្យឥឡូវនេះកម្លាំងធម្មពលរបស់គេទំនងជានៅខាងក្រោមនេះរាល់គ្នាទៀតពេលនោះផងដែរអំណាចធម្មពលរបស់ចាស់ព្រឹទ្ធាចារ្យទាំងអស់ក៏បានបង្ហាញនៅទីនោះជាមួយនឹងវត្តមានរបស់ពួកគាត់ដោយមេដឹកនាំនិកាយសាងចៅក៏បាននិយាយថាការប្រកួតប្រជែងនៅក្នុងដែនឋានសួគ៌កណ្ដាលនេះមិនត្រឹមតែទាក់ទងនឹងកិត្តិយសផ្ទាល់ខ្លួនរបស់ពួកអ្នកប៉ុណ្ណោះទេប៉ុន្តែក៏ទាក់ទងនឹងចតុភពនៅពីខាងក្រោយរបស់ពួកអ្នកផងដែរហើយអ្នកដែលបានជាប់ចំណានថ្នាក់កម្ពុជាទាំង10នឹងទទួលបានរង្វាន់ជាបច្ចេកទេសក្បាច់គុនកម្រិតអធិរាជនិងកំណត់ទ្រព្យបុរាណថែមទាំងទទួលបានការគាំទ្រធនធានរយៈពេល10ឆ្នាំពីនិកាយតាវហើយចំណានថ្នាក់កម្ពុជាទាំង4នឹងបានចូលរួមជាមួយនឹងស្នូលនៃនិកាយតាវផងដែរដើម្បីទទួលយកការបង្រៀនយ៉ាងពិតប្រាកដរបស់វាបន្ទាប់មកតំណាងឲ្យនិកាយតាវក្នុងការប្រកួតដណ្ដើមយកទឹកដីសម្រាប់ដំណាក់កាលដំបូងគឺនៅក្នុងដៃរបស់ខ្ញុំហើយស្រូបទានអំណាចធម្មពលចូលមកក្នុងដៃរបស់គាត់បោះឡើងទៅខាងលើផ្ទុះចេញធ្វើផ្ទៃមេឃក៏បានប្រែប្រួលបន្ទាប់ពីឃើញនំធម្មពលដ៏ខ្លាំងក្លានៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនិកាយស្ដេចយិនគាត់ក៏បានលន់មាត់ថានេះគឺជាខ្លឹមសាររបស់ព្រះតើនេះគឺជាការពិតមែនទេដោយព្រះនាងយីងលីនក៏បានលន់មាត់ថាតើនិកាយតើកំពុងតែឈួតហើយមែនទេដែលយកនៅកំណប់ទ្រព្យដ៏ទេវភាពបែបនេះបញ្ចេញមកដោយមេដឹកនាំនិកាយគាត់ក៏បានបញ្ជាក់ប្រាប់ថាអ្នកណាដែលទទួលបានកំណប់ទ្រព្យដ៏មានតម្លៃបុរាណមួយនេះហើយអាចបញ្ចូលគ្នាជាមួយនឹងរាងកាយរបស់គេបានដល់ពេលនោះគេអាចបើកច្រកទ្វារនៃអាណាចក្រព្រះដោយផ្ទាល់បានផងដែរបន្ទាប់ពីស្ដាប់ឮបែបនោះជាធានក៏បានគិតលើពីអាណាចក្របរិសុទ្ធគឺជាអាណាចក្រព្រះក្នុងពេលតែមួយមនុស្សម្នាក់អាចខ្លាយទៅជាព្រះបានប៉ុន្តែហេតុអ្វីបានជាចាស់ព្រឹទ្ធាចារ្យនៃនិកាយតាវមិនប្រើប្រាស់វាដោយខ្លួនឯងផ្ទាល់បែរជាជំនួសឲ្យការយកវាមកចេញជារង្វាន់អត្រាជាងឡាគាត់ក៏បាននិយាយប្រាប់ថាក្មេងអ្នកគិតថាការចូលទៅក្នុងពិភពព្រះគឺជារឿងលេងសើចមែនទេការចម្រាញ់ចូលនៅកំណប់ទ្រព្យដ៏ទេវភាពវាមានហានិភ័យខ្ពស់ខ្លាំងណាស់ឱកាស 50% នៃការផ្ទុះខ្លួនស្លាប់ហើយទោះបីជាទទួលបានជោគជ័យក៏ដោយមនុស្សម្នាក់នោះនៅតែតស៊ូជាមួយនឹងកំហឹងរបស់ព្រះបើមានការធ្វេសប្រហែសបន្តិចបន្តួចអាចនាំឲ្យបាត់បង់នូវស្មារតីទាំងស្រុងតែម្ដងចំណែកជាធានបន្ទាប់ពីស្ដាប់ឮបែបនោះគាត់ក៏បាននិយមពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ទស្សនាភាពបន្តនៅក្នុងកូនគោរព VIP ដែលមានបានសម្រាយដល់ភេទទី176និងរឿងផ្សេងទៀតដែលមានបានសម្រាយផងដែរសរុបទាំងថ្មីទាំងចាស់អាចឡើងដល់10រឿងជាងហើយអ្នកទាំងអស់គ្នាគ្រាន់តែចំណាយ$1ក្នុងមួយខែអាចទស្សនាបានប្រចាំថ្ងៃតែម្ដងចាប់អារម្មណ៍ link Telegram ផ្ទាល់របស់មាននៅក្រោម comment អាចឆាតមកសាកសួរព័ត៌មានបន្ថែមបានគ្រប់ពេលហើយសាច់រឿងភេទទី152របស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះadminសូមជម្រាបលាបាយបាយ